ត្រជាក់ធ្លាក់ខ្យល់សុខភាពអ្នកទាំងអស់គ្នាយ៉ាងម៉េចហើយចំណែកខ្ញុំខាងនេះគឺថាមិនសូវស្រួលខ្លួនទេទាំងផ្លូវកាយទាំងផ្លូវចិត្តជាពិសេសគឺផ្លូវសេដ្ឋកិច្ចនិងត្មងហើយមួយបុកលហុងច្បាស់ជាឆ្ងល់ហើយថាបាត់មកខ្ញុំទៅណាអត់ឃើញខ្ញុំទៅគ្រប់ត្រសោះចាខ្ញុំអត់មានទៅណាទេគឺខ្ញុំនៅទីហើយមូលហេតុហ្នឹងដូចខ្ញុំជម្រាបខាងដើមចឹងឯងគឺថាផ្លូវសេដ្ឋកិច្ចផ្លូវកាយផ្លូវចិត្តខ្ញុំកំពុងតែវង្វេងវង្វាន់ណាលក្ខណៈដូចវង្វេងម្ចាស់ដឹងការវាមករកម្ចាស់វិញបើអ្នកណាបានឃើញជួយចាប់ទុកឲ្យខ្ញុំផងបើចាប់បានអីផ្ទះពីបិដៃមេរត់ចោលម្ចាស់អញ្ចឹងហើយថ្ងៃនេះឃើញមានបន្លែប្រឡកពងទាពងអីនេះអ្នកទាំងអស់គ្នាមានឆ្ងល់អត់ចាមិនបាច់ឆ្ងល់ទេឥឡូវខ្ញុំមកប្រាប់តម្ងណាដោយសារតែមួយរយៈនេះខ្ញុំឈឺច្រើនអញ្ចឹងទៅខ្ញុំលេបថ្នាំដល់ពេលអញ្ចឹងទៅវាអាចថាវាប៉ះពាល់កាពះវាពិបាកក្នុងការអីចឹងណាអ្នកទាំងអស់គ្នាយល់ហើយថ្ងៃហ្នឹងដែរខ្ញុំដាក់កំហិតខ្លួនឯងខ្ញុំដកបាយ2ពេលមានតែថាខ្ញុំអត់ហូបបាយទេគឺខ្ញុំហូបតែបន្លែហើយបន្លែដែលខ្ញុំជ្រើសរើសថ្ងៃនេះមានដូចជាខាត់ណាខៀវការ៉ុតពោតហើយនិងស្ពៃក្តោបអូប៊ីផ្លេចមួយទៀតនោះគឺសូទាដោយសារតែសូទាគឺយើងមានប្រូតេអ៊ីនមានវីតាមីនអីចឹងណាហើយខ្ញុំអត់បានដាក់សាច់ដាក់ត្រីអញ្ចឹងហើយខ្ញុំយកសូទាជំនួសហើយរបៀបធ្វើថ្ងៃនេះគឺងាយមែនតើអត់ត្រូវការអីណាញ៉ៃច្រើនទេចំពោះសូទាគឺខ្ញុំយកទៅស្ងោរធម្មតាអត់មានកំណត់អីទីអីត្រូវការជាប់ភ្នៅអីទេគឺស្ងោរមិនឲ្យតែឆ្អិនល្អទៅចំណែកឯខាត់ណាខៀវវិញគឺខ្ញុំចិត្តធម្មតាចិត្តប្រលេះវាតូចមកល្មមហូបមាត់ខ្លួនឯងណាចិត្តឲ្យអីហើយខ្ញុំធ្វើការយកវាទៅត្រាំទឹកឲ្យរាងយូរបន្តិចចំណែកឯស្ពៃក្តោបខ្ញុំចិត្តរៀងចំណែកធំដែរហើយដាក់ត្រាំទឹកឲ្យរាងយូរបន្តិចដូចគ្នាចំពោះការ៉ុតវិញខ្ញុំចិត្តសម្បកឲ្យអីហើយខ្ញុំធ្វើការចិត្តរៀងចង្វាមូលរៀងត្រវែងណាទំហំនឹងមិនធំពេកហើយក៏មិនតូចពេកដែរមកល្មមថាយើងកាត់ហូបទៅវាស្រួលខ្លួនឯងណាហើយចំណែកឯពោតវិញអត់មានអីពិបាកទេគ្រាន់តែបកសបកហើយបេះសក់បេះអីវាចេញឲ្យស្អាតមកហើយយកវាមកកាត់ជាកង់ដើម្បីឲ្យងាយស្រួលនៅក្នុងការស្ងោរពួកបើសិនជាដាក់ទាំងមូលវាថាលក្ខណៈថាវាស្ងោរទៅវាយូរដែរណាព្រោះអ្វីដែលយើងធ្វើថ្ងៃនេះគឺថាយកបែបលឿនណាស្រួលហើយចំណែកឯពត្រាក្រហមនេះវិញគឺថាមិនមែនថាអីពិសេសធំដុំអីទេដោយសារតែពត្រាក្រហមយ៉ាងដឹងហើយវាស្រួលដល់អីគេបេះដូងអីចឹងទៅសរសៃឈាមណាចឹងហើយខ្ញុំក៏យកវាមកធ្វើការស្ងោរអីហូបលេងជាមួយគ្នាទៅឥឡូវនេះមកមើលសុទ្ធទៀតដែលយើងបានស្ងោរវិញម្ដងគឺថាចាប់ផ្ដើមឆ្អិនហើយចឹងហើយខ្ញុំធ្វើការស្រង់វាហើយយកមកត្រាំទឹកត្រជាក់ធម្មតាអត់មានទឹកកកអីទេគឺថាត្រាំទឹកធម្មតានឹងឯងដើម្បីងាយស្រួលក្នុងការបកណាហើយខ្ញុំក៏បានធ្វើការដាក់ស្ងោរពោតជាមួយនឹងការ៉ុតដែលខ្ញុំបានចិតហ្នឹងដាក់ជាមួយគ្នាទៅហើយរសជាតិរបស់ការ៉ុតហើយនឹងពោតហ្នឹងគឺថាផ្អែមដូចតែគ្នាទេចំណែកឯខាត់ណាខៀវហើយនឹងស្ពៃក្តោបវិញគឺថាខ្ញុំធ្វើការដាក់ស្រុះវាជាមួយគ្នាព្រោះខ្ញុំគិតថាវាជាប្រភេទតែមួយឆាប់ផុយឆាប់អីចឹងណាចឹងហើយខ្ញុំធ្វើការស្រុះវាកំណត់នាទីទឹកពុះហើយគឺខ្ញុំស្រុះវាប្រហែលជា3នាទីឯងហើយខ្ញុំធ្វើការស្រង់វាចេញហើយដាក់ជាមួយនឹងទឹកត្រជាក់ឥឡូវនេះបន្លែប្លុកដែលបានស្រុះនឹងស្ងោរហ្នឹងគឺថាបានឆ្អិនរួចរាល់ហើយខ្ញុំក៏បានធ្វើការតម្រៀបវាដាក់ចានហើយធ្វើការញ៉ាំអ្នកទាំងអស់គ្នាមើលចំពោះបន្លែថ្ងៃនេះគឺខ្ញុំអត់មានទឹកជ្រលក់ទេទឹកម្រេចអីក៏ខ្ញុំអត់ធ្វើទាំងអស់លក្ខណៈថាខ្ញុំហូបតាមបែបរសជាតិនៃបន្លែនឹងផ្អែមក៏ផ្អែមទៅបើបន្លែនឹងសាបក៏សាបទៅណាចំពោះម៉ឺនុយប្រភេទនេះខ្ញុំគិតថាសម្រាប់អ្នកដែលធ្វើការធ្ងន់ឬក៏អ្នកដែលធ្លាប់រសជាតិដិតអីលក្ខណៈថាថ្ងៃដំបូងអីអាចថាទទួលយកបានតិចតួចតែបើ2 3ថ្ងៃក្រោយបើមិនស៊ូទេគឺទទួលយកអត់បានទេហើយចំពោះអ្នកដែលមានគោលដៅចង់សម្រក់គីឡូអីគឺញ៉ាំអាហារប្រភេទហ្នឹងគឺត្រូវហើយគ្រាន់តែផ្លាស់ប្ដូរម៉ឺនុយពីសុទ្ធទាទៅជាសាច់ទ្រូងមាន់អីចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាអើយពុះពៀខ្លាំងមែនតើញ៉ាំរបៀបនេះមិនងាយទេអាចថាឈប់កដាលទីអីចឹងក៏មានដែរចំពោះសុទ្ធទាវិញគឺអ្នកទាំងអស់គ្នាត្រូវដកអាពណ៌ក្រហមចាញ់គឺហូបតែពណ៌សហើយបានវាសម្បូរប្រូតេអ៊ីនហើយវាអត់ធ្វើឲ្យយើងធាត់ឡើងគីឡូទេហើយចំពោះលទ្ធផលដែលខ្ញុំទទួលបានពីអាហារបន្លែមួយចាននេះគឺថាខ្ញុំបត់ជើងស្រួលអញ្ចឹងគោលដៅរបស់ខ្ញុំគឺចង់បានបត់ជើងស្រួលឥឡូវទទួលបានលទ្ធផលហើយប៉ុន្តែខ្ញុំមិនសូវបានជាហូបបែបនេះញឹកញាប់ទេព្រោះអីលក្ខណៈថាក្រុមគ្រួសាររបស់យើងហូបតាមបែបធម្មតាតាំងពីដើមមកហើយអញ្ចឹងត្រឡប់ប្រហើបម្ជូរអីគឺខ្ញុំហូបធម្មតាទេលក្ខណៈយូរម្ដងខ្ញុំហូបបែបនេះហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយ